វ័យរៀងជ្រេឲ្យបងប្អូនអើយមិនដែលចេះទៅកាត់សក់នៅហាងនៅអីទេបើកាត់សក់បានតែត្រឹមតម្រឹមចុងអីតិចតួចទេបងប្អូនហើយនេះសកម្មភាពពេលកាត់សក់ចាគឺដោយសារមេខ្លោងនាំអាចស្ដាច់កាត់នៅក្នុងពិភពលោកហ្មងនិយាយទៅថាកាត់ខ្លួនឯងមិនអស់ចិត្តឲ្យជាងកាត់ឲ្យហ្នឹងហើយសក់វែងមិនតាន់ទេនេះមេខ្លោងណាចង់ឲ្យតែឃើញមុខខ្ញុំពេលណាក៏ឲ្យខ្ញុំកាត់សក់លាបពណ៌លាបអីដែរប៉ុន្តែខ្ញុំមិនចេះលាបពណ៌ទេបងប្អូនអើយពួកសក់ខ្ញុំនិយាយចាំទៅយើងអ្នកសិល្បៈចឹងក៏បានត្រឹមតែកាត់សក់ម៉ូដថ្មីហ្នឹងឯងឲ្យខ្លីជាងមុនចឹងណាបងប្អូនចាហើយនេះសកម្មភាពពេលកក់ហើយអីហើយផ្លុំហើយចឹងណាហើយចាប់ដើមអ៊ុតឲ្យឃើញសភនភាពពូសក់នឹងគឺរញ៉េរញ៉ៃខ្លាំងហើយដល់ពេលដែលអ៊ុតហើយបងប្អូនអើយស្កូវទាំងប៉ុន្មានគឺឃើញមកសក់កបោះតែម្ដងចាព្រោះអីនាងខ្ញុំគឺមានជំងឺមួយគឺជំងឺសក់ស្កូវមុនអាយុចាខ្ញុំហ្នឹងស្កូវតាំងពីអាយុ13ឆ្នាំមក13 14ឆ្នាំបងប្អូននេះស្កូវសព្រាតពេញក្បាលចាហើយកាលមុននោះសក់ខ្ញុំនឹងគឺក្រាស់ខ្លាំងមែនតើប៉ុន្តែជ្រុះតែប្រហែលឆ្នាំគឺសក់ស្ដាងបងប្អូនអាយុច្រើនហើយអញ្ចឹងតុបលេងជាប់ចឹងណាហើយឥឡូវកាលមុនមានគេទៀតតែឥឡូវលេងមានគេអីហើយសក់ចាប់ផ្ដើមមានសភនភាពឡើងវិញហើយសភនភាពហ្នឹងសក់ក៏ខូចចង់ខូចអីដែរបងប្អូនសក់បែកចង់ចឹងកាត់ចោលឲ្យអស់ទៅកាត់ចិត្តកាត់ស្នែកាត់បេះដូងអីចឹងណាបងប្អូនចាអញ្ចឹងយើងដូរម៉ូដថ្មីខ្លះទៅឆាក់ជីវិតឲ្យមានអីថ្មីចឹងណាបងប្អូនហើយនេះមានអីថ្មីបងប្អូនអើយមានអីអួតទេគឺខ្ញុំអួតត្រង់ថាខ្ញុំកាត់សក់កាត់បានសម្រេចកាត់នៅហាងសក់បានសម្រេចណាបងប្អូនចង់កាត់ប៉ុន្តែការងារយើងវាមិនឲ្យទៀនឲ្យកាត់សក់តែឥឡូវកាត់មែនតើហ្នឹងហើយកាត់ចិត្តកាត់ស្នែកាត់អស់ហើយកាត់បេះដូងអស់ហើយតែបងប្អូនឃើញខ្ញុំកាត់សក់ម៉ូដថ្មីអញ្ចឹងប្លែកអត់បងប្អូនមានអារម្មណ៍ថាក្មេងជាងវ័យអត់អរគុណច្រើនបងប្អូន